clean ឆ្ងាញ់ស្រឡាញ់ល្អអូមួយនេះចាំចាជីវិតមុនពេលរៀបការនិងក្រោយពេលរៀបការគឺខុសគ្នាមុនពេលរៀបការធ្វើអីក៏ល្អដែរធ្វើអីក៏ដែរចាអូនគឺជាមនុស្សដែលស្អាតជាងគេនៅលើឋានសួគ៌ចាពេលក្រោយរៀបការចាអូនគឺជាមនុស្សម្នាក់ដែលចាប់ផ្ដើមអាក្រក់បន្តិចម្ដងមុនពេលរៀបការជាស្រីស្អាតអូនគឺអូននិយាយអីក៏បងស្ដាប់តាមដែរអូននិយាយអីក៏ជាចាគេអឺជាមាត់ប្រៃចាអូននិយាយអីក៏បងមានអារម្មណ៍ថា yes អូនគឺជា modeling ចាអូននិយាយអីមកក៏បងមានអារម្មណ៍ថាអូនគឺជាមនុស្សទី1ក្រៅពីម៉ែឪបងក្រៅពីបងប្អូនបងអូនហ្នឹងហើយគឺជាមនុស្សទី1ដែលផ្ដល់ស្នាមញញឹមចានៅថ្ងៃចុងក្រោយចាមានតែអូនទេដែលស្រឡាញ់បងស្រឡាញ់អូនហើយគេពាក្យហ្នឹងមានទេចាមានទេមានចាគ្រប់វ័យទាំងអស់ពាក្យហ្នឹងគឺចាប់ផ្ដើមមានហើយសួរថាណាខ្លះរក្សាអាពាក្យហ្នឹងបានអ្នកដែលរក្សាពាក្យហ្នឹងបានគឺមនុស្សស្រីហើយបរិសណាដែលរក្សាពាក្យហ្នឹងបានគឺជាបរិសដែលស្មោះបរិសដែលស្មោះគឺរក្សាពាក្យហ្នឹងបានហើយតែបើបរិសឃ្លានឆ្ងាញ់ស្រឡាញ់ល្អចាស្អាតឆ្លាតចាអ្នកនរគ្នានឹងឃើញថាប្តីអ្នកនរគ្នាចាមិនគ្រប់គ្រាន់បើអ្នកនរគ្នាជួបប្តីដែលមិនគ្រប់គ្រាន់ស្រឡាញ់អ្នកណាស្រឡាញ់អ្នកនៅក្នុងតែពេលឆ្លាតស្រឡាញ់អ្នកដែលក្នុងរូបរាងដែលអស្ចារ្យអ្នកនរគ្នានឹងទទួលបានផលមួយចាគឺប្តីនេះហើយគឺជាអ្នកដែលមានក្រៅពេលច្រើនបរិសដែលគាត់មានក្រៅគេហៅថាគឺជាបរិសមិនគ្រប់មិនគ្រប់ហ្នឹងមិននិយាយសំដៅទៅលើថាបរិសហ្នឹងមិនមែនមិនគ្រប់លក្ខណៈអីណាចាគឺគាត់មិនគ្រប់គ្រាន់គាត់មានអារម្មណ៍ថាគាត់ញ៉ាំសឡរាល់ថ្ងៃនេះមានអារម្មណ៍ថាធុញចាញ៉ាំសឡរាល់ថ្ងៃនេះដូចជាតលន់មែនតើចាហើយបុកសំចាជាមួយនឹងជីវភាពប្រចាំថ្ងៃឧទាហរណ៍ពេលឥឡូវនេះជីវិតគ្រួសារធ្លាក់ចុះបាត់បង់លុយបាត់បង់ថវិកាមិនសូវមានលុយមិនសូវមានកាក់បញ្ហាការងារចាក់ស្ទេះក៏បដាគាត់គិតបាយឆ្វេងពេលដែលគាត់គិតបាយឆ្វេងក៏គាត់គិតថាសាក់ទៅខាងក្រៅមើលខាងក្នុងល្អច្រើនណាទៅពេលទៅខាងក្រៅនិយាយពីថាគេចាបងអាយស្ដាំអូខេចាតែនៅក្នុងផ្ទះទៅអត់មានបងអាយចានៅក្នុងផ្ទះអត់បានបងអាយទេដោយសារប្រពន្ធនៅផ្ទះមានការងារច្រើនដែលត្រូវធ្វើជូនកូនទៅសាលាដាំបាយធ្វើម្ហូបរៀបចំបាយប្តីអ្នកខ្លះទៅចារៀបចំសម្លៀកបំពាក់ជូនប្តីđểធ្វើការបោកគក់កៅអៅចាលាក់នឹងលាក់ជាដើមនេះហើយគឺជាហេតុមួយដែលធ្វើឲ្យមនុស្សស្រីចាលែងទទួលបានតម្លៃពីប្តីចានេះជាហេតុមួយដែលមនុស្សស្រីចាតែងតែឲ្យមនុស្សប្រុសនិយាយថាមនុស្សប្រុសអត់គ្រប់ចាតែងតែទៅមាននៅខាងក្រៅអញ្ចឹងហើយមនុស្សស្រីខ្ញុំតែងតែនិយាយរឿយៗថាជាមនុស្សស្រីឆ្នាំនេះ2026នេះហើយកុំធ្វើខ្លួនឲ្យខ្លាចទៅជាមនុស្សស្រីធម្មតាត្រូវធ្វើខ្លួនជាមនុស្សស្រីម្នាក់ដែលមានចំណូលខ្លួនឯងចាជាមនុស្សស្រីម្នាក់ដែលមានស្ថិរភាពហើយតុបតែងកាយបានស្អាតសមសួនជីវិតគ្រួសារអ្នកគ្នានឹងល្អតែពេលខ្លះទោះបីជាប្រពន្ធស្អាតប្រពន្ធឆ្លាតប្រពន្ធបកកែបានក៏ពិតមែនប៉ុន្តែបុរសជាប្តីគាត់មានអំណួតថាគាត់អត់ត្រូវការនារីរឹងមាំគាត់អត់ត្រូវការនារីដែលបកកែរលុយមកប៉ុន្តែគាត់មានអារម្មណ៍គាត់អត់មានក្តីសុខគាត់ខាងក្រៅនៅតែមានអ្នកខាងក្រៅគេបីបងគេរួមបំពេញអានេះចាគឺជាមូលហេតុផ្ទៃក្នុងនៃគ្រួសារអញ្ចឹងវាអត់មានអីកើតឡើងពីបុគ្គលម្នាក់ត្រូវអត់គ្រប់យ៉ាងត្រូវកើតពីបុគ្គល2នាក់ចាបើបុគ្គល2នាក់ចាប់ផ្ដើមស្រឡាញ់គ្នាចាចាប់ផ្ដើមប្រាប់គ្នាថាយើងត្រូវស្រឡាញ់គ្នារហូតដល់តាយាយទោះមានរឿងអីក៏ដោយអ្នកខាងក្រៅគ្រាន់តែជនទី3ហើយក៏ជីវិតគ្រួសារយើងកុំយកជនខាងក្រៅមកលោកឡំកាលណាដែលជីវិតមនុស្សយើងអត់យកអ្នកខាងក្រៅមកទោះបីជាឆ្លោះគ្នាទោះបីជាខឹងគ្នាយ៉ាងណាក៏ដោយគឺយើងនៅជាមួយនឹងគ្នារហូតចាអត់បែកបាក់គ្នាទេហើយក៏មិនអាចមានក្រៅដែរអានេះគេហៅថាមនុស្សប្រុសដែលចេះសន្យានឹងខ្លួនឯងហើយជាមនុស្សប្រុសដែលចេះគ្រប់ចាហើយមនុស្សប្រុសដែលស្អប់រឿងខាងក្រៅពីព្រោះអារឿងខាងក្រៅហ្នឹងសឡអីគេមកជូរយួនអូខេមកជូរយួនមានគ្រប់ហ្មងចាមានគ្រប់មានតឡាចចាមានសណ្តែកបដមានស្លឹកខ្ទឹមអីចឹងដាក់ឲ្យចឹងទៅបានវាឈ្ងុយហើយចាមនុស្សស្រីដែលនៅខាងក្រៅគេលាបក្រែមគេលាបម្សៅគេលាបធ្វើខ្លួនចាឈ្ងុយក៏អូប្រចាំតែទទួលមនុស្សប្រុសហ្នឹងហេតុអីមិនត្រូវឈ្ងុយហេតុអីមិនត្រូវដាក់ខ្នងចាពីព្រោះលុយទៅដល់ហ្នឹងហើយណាត្រូវទេបងប្អូនចាអាហ្នឹងដូចគ្នា
ចាដូចគ្នាអត់ខុសគ្នាទេអញ្ចឹងហើយបងប្រុសតែងថាអ្នកខាងក្រៅគេក្អូបណាស់សាក់ឲ្យលុយប្រពន្ធឲ្យដល់នៅផ្ទះមើលក្អូបឬក៏អត់